ណាគេមិនស្គាល់ burn ហើយនឹង silo burn គឺជាឃ្លាំងស្តុកទំនិញផ្ទុកអីវ៉ាន់សឹងតែទាំងអស់លើកលែងតែដំណាំហើយនឹងផ្លែឈើ silo វិញគឺជាឃ្លាំងស្តុកដំណាំហើយនឹងផ្លែឈើវាថាជាជង្រុកក៏បានដែរអានោះវាមានតាំងពី level 1មកម្លេះទាំងពីរហ្នឹងវាត្រូវការ upgrade រហូតដើម្បីឲ្យយើងស្តុកទំនិញបានកាន់តែច្រើនសម្រាប់ឃ្លាំងរបស់3យ៉ាងសម្រាប់ upgrade វាគឺបឡុងស្កុតហើយនឹងប្រទេសឈើធំវែងសម្រាប់ជង្រុកស្រូវគឺត្រូវការរបស់3សម្រាប់ upgrade ដូចគ្នាគឺដេកូលវីសហើយនឹងប្រទេសឈើផ្លាកគេសួរថារបស់ហ្នឹងវាបានមកពីណាយើងរកបានដោយរបៀបណាវារកបានច្រើនកន្លែងមែនតើដោយយើងគ្រាន់តែប្រមូលដំណាំដែលយើងដាំច្រើនគេឃើញវាបានដោយយើងតាមស្រាវអាចទិញពីដាក់លក់នៅតាមកសែតហើយមួយវិញទៀតគឺយើងអាចសុំពីសមាជិកនៃបហូតរបស់យើងបានក៏អាចរកបានពីប្រមូលផលសត្វដូចជាគោជ្រូកមាន់ហើយនឹងផលិតផ្សេងៗមិនថាជាម៉ាស៊ីនប្រភេទណាក៏ដោយទៀតក៏យើងអាចរកពីប្រអប់ក្រហមដែលយើងបើករង្វាន់រហូតហ្នឹងហើយនឹងกระดาษกระสายពាណិជ្ជកម្មដែលនៅចិត្តផ្លូវនេះហើយយើងអាចពវល់កងលេង farm pass event ផ្សេង event ចលងភ្នំ